ចាំបងចង់ធ្វើអីហ្នឹងវាជារឿងដែលយើងគួរតែធ្វើជាយូរមកហើយយើងកើតមកដើម្បីធ្វើជារាជទាយាទប៉ុន្តែឯងបានដណ្ដើមពីយើងអស់ទៅហើយមិនចាំបងគ្មានរបស់អ្វីដែលមានសិទ្ធិពីកំណត់នោះទេរាជបល្ល័ង្កនេះគឺតំណាងឲ្យសន្តិភាពប្រជារាស្ត្ររាជទាយាទធ្វើអ្វីគ្រប់យ៉ាងដើម្បីប្រជារាស្ត្រមិនមែនធ្វើតាមទំនៀមទម្លាប់ទេខ្ញុំធ្លាប់ប្រាប់ម្ចាស់បងហើយថាខ្ញុំចង់បំពេញតួនាទីមិនមែនចង់បានអំណាចទេលោកគ្រូចន្ទៈចង់ឲ្យខ្ញុំនេះបង្រួបបង្រួមឥណ្ឌាតែមួយមិនមែនបែងចែកដោយសពថ្ងៃនេះទេហេតុអីបានជាម្ចាស់បងមានអារម្មណ៍ថាខ្ញុំនេះចង់បានរាជបល្ល័ង្កទៅវិញម្ចាស់បងចង្រៃម្ចាស់បងជប់ទៅម្ចាស់បងយល់ពីអារម្មណ៍របស់ខ្ញុំផងទៅម្ចាស់បងម្ចាស់បងមិនត្រូវធ្វើអញ្ចឹងទេឯងចង់មកបដិយើងថាគ្រប់គ្រងព្រះនគរបែបណាមែនទេឯងគ្រាន់តែជាកូនអ្នកបម្រើម្នាក់តែប៉ុណ្ណោះទេឯងត្រូវចងចាំម្ចាស់បងស្អប់ខ្ញុំមិនត្រូវទាញមេដារបស់ខ្ញុំឲ្យពាក់ព័ន្ធនៅរឿងទាំងអស់នេះទេបើប្រមាថដល់មេដារបស់ខ្ញុំមិនអាចលើកលែងឲ្យបានទេឯងជាកូនស្រីទាស័យរាជបុត្រសាហ៊ីមព្រះរាជទាយាទឲ្យចាប់ឡើងទៅអ្នកទាំងអស់គ្នាមិនចាំបាច់ចូលមកទេនៅត្រង់នោះចុះម្ចាស់បងចូលមកព្រះអង្គសាហ៊ីមិននៅក្នុងដំណាក់របស់គេទេខ្ញុំម្ចាស់តាមរកគ្រប់កន្លែងអស់ហើយតែខ្ញុំម្ចាស់រកគេមិនឃើញសោះខ្ញុំម្ចាស់មិនដឹងថាគេទៅណាទេព្រះអង្គបើសាហ៊ីមិននៅ